ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំបានមកបាញ់ថ្នាំទៀតហើយថ្ងៃនេះដែរយើងមកបាញ់ថ្នាំទៅលើដំណាំស្រូវម្ដងអញ្ចឹងឥឡូវកំពុងតែរៀបចំដ្រូនហើយតាមពិតដីនេះត្រូវបាញ់តាំងពីព្រឹកមិញម៉េះប៉ុន្តែដោយសារព្រឹកមិញមេឃភ្លៀងខ្លាំងពេកអញ្ចឹងយើងមកបាញ់នៅថ្ងៃត្រង់ហើយការធ្វើដំណើររាំងយូរដោយសារឆ្ងាយហើយផ្លូវពិបាកខ្លាំងអញ្ចឹងបន្ទាប់ពីលាយថ្នាំរួចឥឡូវយើងកំពុងតែចាក់ទឹកថ្នាំចូលហើយគាត់បាញ់នេះគឺប្រភេទទៅលើថ្នាំជំនួយឫសលាយជាមួយនឹងថ្នាំសត្វល្អិតអញ្ចឹងប្រភេទថ្នាំជំនួយឫសនេះគឺខ្មៅមែនតើដូចប្រេងបានអញ្ចឹងហើយស្អិតខ្លាំងមែនតើអញ្ចឹងពិបាកក្នុងការបាញ់ដែរវារៀងធ្វើទុកដ្រូនខ្លះដែរអញ្ចឹងបន្ទាប់ពីយើងចាក់ទឹកថ្នាំឆ្អីហើយឥឡូវយើងចាប់ផ្ដើមហោះទៅបាញ់ហើយចំពោះចំណុចចាប់ផ្ដើមដំបូងនេះរៀងឃ្លាតពីព្រំបន្តិចដោយសារខ្ញុំសេរីប្លង់ខុសប៉ុន្តែអីទេចាំបាញ់រួចយើងសៀគៀននឹងបន្ថែមទៀតអញ្ចឹងទឹកថ្នាំមើលអត់សូវឃើញទេដោយសារទឹកថ្នាំនេះខ្មៅខ្លាំងហើយខ្ញុំបើកតំណក់ទឹកដល់ទៅ220ហើយនៅតែមើលអត់សូវឃើញណាមួយខ្ញុំថតដោយ GoPro អញ្ចឹងខ្ញុំអត់សូវចេះប្រើអត់ដឹងថាគេទៅស៊ូមិនទេនេះយើងមកបន្ថែមចំណុចដែលយើងបាញ់ស្ទើមិញអញ្ចឹងកន្លែងណាស្ទើយើងបាញ់ពពេញបន្ថែមឲ្យសប់ទឹកដីល្អអញ្ចឹងចំណុចណាដែលស្ទើយើងថែមមកជុំវិញប្លង់ទៀតទៅគឺឃើញថាស្អាតតែម្ដងបន្ទាប់ពីយើងស៊ីគៀនព្រំស៊ីអីរួចអស់ហើយអញ្ចឹងឥឡូវដ្រូនក៏ខំមកវិញហើយមីក៏កំពុងតែផ្គោក្រហមក្រឹមដែរអញ្ចឹងមានតែបញ្ញាប់រៀបចំដ្រូនទៅផ្ទះវិញទីសារផ្លូវឆ្ងាយផង